Hello សួស្តីអ្នកទាំងអស់គ្នាបាទយើងត្រឡប់ជួបគ្នាម្ដងទៀតជាមួយនៅរឿងកុញអមតៈទីនេះនៅពេលទី117បន្តទៀតដែលយើងខានជួបគ្នារៀងច្រើនពេលហើយដែរដូច្នេះកុំឲ្យខាប់ពេលជួយជើងចូលមកកាន់សាយរឿងរបស់យើងតែម្ដងទៅដល់ជួបមកដល់ពេលនេះដែរយើងឃើញថាវ៉ាងលីនឹងក៏បានធ្វើដំណើរមកកាន់គុកមួយកន្លែងដើម្បីស្វែងរកនៅដង្ហើមពីខៀនដើម្បីសម្រេចនៅវិជាគុណពីខៀនរបស់ខ្លួនខណៈពេលដែលគាត់ដើរនៅលើចិន្តាគាត់មានអារម្មណ៍ថាទីនេះគឺពោពេញទៅដោយចំហាយពីខៀនយ៉ាងខ្លាំងក្លាអាចខ្លាំងជាងនៅខាងក្រៅដល់ទៅ10ដងគាត់មានអារម្មណ៍ថាមិនស្រួលក៏បានលេចចេញនៅថ្មពលមួយក៏បានស្ទុះមកវិវាហគាត់យ៉ាងលឿនតែគាត់ក៏បានរៀងបានទាន់ឆ្មាំគុកនោះក៏បានលួចញញឹមបន្តិចតែគាត់មានចេតនាអ្វីជាមួយនឹងវ៉ាងលីននៅពិតប្រាកដគាត់ក៏បានបើកនៅទ្វារមួយខាងក្នុងពោពេញទៅដោយចំហាយពីខៀនយ៉ាងខ្លាំងទីនោះមានអ្នកគុកជាច្រើនអ្នកពួកគេគិតថាវ៉ាងលីនគឺជាមន្តថ្មីសម្រាប់ខ្លួនទុកឲ្យឡាទីស៊ូបកស្បែកវាទាំងរស់ការសម្លាប់មនុស្សរបស់វាគឺសហប្រេផ្សាយខ្លាំងមែនទែនតែវាជាអីចង់សម្លាប់វ៉ាងលីនយ៉ាងងាយស្រួលបែបនេះអ្នកខ្លាចចង់ផឹកឈាមវ៉ាងលីនជាខ្លាំងខណៈពេលវាដូចជាកែភ្នែកពួរអញ្ចឹងឆ្មាំគុកក៏បានប្រាប់ទៅកាន់វ៉ាងលីនទៀតថាមនុស្សទាំងអស់នោះគឺជាអ្នកទៅដែលត្រូវប្រហារជីវិតនិយាយរួចនឹងវាក៏បានបើកទ្វារគុកភ្លាមបណ្ដោយទុកឲ្យវ៉ាងលីននឹងចាត់ការទៅលើពួកគេគោលដៅរបស់វ៉ាងលីនគឺសម្លាប់ពួកវាដើម្បីស្វែងរកនៅដង្ហើមពីខៀនយ៉ាងខ្លាំងក្លាវ៉ាងលីនរងចាំអាកលល្អនៅពេលដែលពួកវាចូលកាន់តាគៀក៏នឹងបើកនឹងការសម្លាប់ក្នុងពេលតែមួយជាពេលកន្លងផុតទៅឃើញថាពួកវាបានស្លាប់ក្រោមដៃរបស់វ៉ាងលីនទាំងអស់តែវ៉ាងលីនមានអារម្មណ៍ថាដូចជាមិនសូវស្រួលនោះទេគាត់បានសម្លាប់មនុស្សឲ្យជាច្រើននាក់កន្លែងនេះអាចជាអគារក្រហមដែលស្ថិតនៅក្រោមដីគាត់ចាប់ផ្ដើមប្រើប្រាស់នៅវេទមន្តសម្លាប់របស់ខ្លួនធ្វើការចម្រាញ់ដែលចេញពីដង្ហើមពីខៀនរបស់ពួកវាដែលបង្កើននូវភាពរឹងមាំរបស់ខ្លួនតែវាអត់ប្រយោជន៍នោះទេគាត់ពិតជាមានការងឿងឆ្ងល់ជាខ្លាំងឆ្មាំគាត់ក៏បានប្រតិកម្មវ៉ាងលីនទៀតថាក៏ព្រោះដោយសារតែវ៉ាងលីនសម្លាប់មនុស្សមិនទាន់គ្រប់គ្រាន់ហើយគាត់ក៏បាននិយាយអំពីបេះដូងពីខៀនដែលតាមពិតទៅមិនបានផ្ទុកនៅចេតនាពីខៀននោះទេទោះបីជាវ៉ាងលីនប្រឹងប្រែងយ៉ាងណាក៏ដោយក៏អត់ប្រយោជន៍នោះដែរវិធីទីមួយគឺត្រូវតែសម្លាប់ធ្វើការចម្រាញ់នៅបេះដូងផ្លាស់ប្ដូរទៅជាបេះដូងបិសាចខណៈពេលដែលធម្មពលយើងកំពុងតែស្រូបយកទៅក្នុងថ្ងៃរបស់វ៉ាងលីននេះគឺជាវិធីសម្លាប់របស់ឆ្មាំគុកបើសិនជាវ៉ាងលីនចង់រៀននៅវិធីសម្លាប់បែបនេះគាត់ផ្ដល់ឱកាសឲ្យវ៉ាងលីនម្ដងទៅចោះតែគ្រប់យ៉ាងគឺអាស្រ័យលើវ៉ាងលីនផ្ទាល់តែគាត់អាចចាប់បានដែរឬក៏អត់គាត់ក៏បានរៀបរាប់តែគាត់គ្រាន់តែជាមេឆ្មាំគុកម្នាក់តែប៉ុណ្ណោះដែលមិនអាចចាក់ចេញពីគុកនេះបានសូម្បីតែមួយជំហានគាត់ពិតជាខឹងជឿចិត្តជាខ្លាំងក៏ប៉ុន្តែបើសិនជាវ៉ាងលីនជោគជ័យគាត់សំណូមពរឲ្យវ៉ាងលីននឹងជួយខ្លួនសម្រាប់នៅមេតបបិសាម្នាក់ដែលមានឈ្មោះថាស៊ីស៊ីវដែលប្រើប្រាស់នៅវិជាគុណសម្រាប់វ៉ាងលីនក៏បានចូលព្រមជាមួយសំណាក់របស់ខ្លួនហើយក៏បានកោះហៅវ៉ាងលីនទៅជាមួយនឹងខ្លួនពួកគេកំពុងតែចោះទៅផ្នែកខាងក្រោមមួយជាន់ទៀតបើទៅដូចជាឋាននរកអញ្ចឹងដែលពោពេញទៅដោយអភិគិតយ៉ាងខ្លាំងក្លាដែលបណ្ដាវ៉ាងលីនក៏មានអារម្មណ៍ថាដីក៏ទីនេះពោពេញទៅដោយចំហាយពិគិតខ្លាំងក្លាដល់ថ្នាក់នេះក៏គិតថាអាប់នេះដែរគឺអាចផ្លាស់ប្ដូរនៅធម្មពលពិគិតរបស់គាត់ជាក់ជាមិនខាននោះទេអញ្ចឹងគាត់ក៏បានយល់ព្រមបន្តដំណើរទៅកមុខជាមួយនឹងឆ្មាំគុកម្នាក់នោះហើយគាត់ក៏ជឿសម្ដីដែលឆ្មាំគុកម្នាក់នោះបានប្រាប់គាត់ផងដែរអ្វីដែលគាត់និយាយគឺមិនខុសនោះទេគាត់ក៏បានបើកនៅច្រកមួយហើយក៏ប្រាប់ទៀតថានេះគឺជាកន្លែងដែលចិញ្ចឹមនៅដាវអធិរាជហើយក៏ជាកន្លែងដែលដាវអធិរាជនេះបានបង្កើតឡើងនៅព្រលឹងសម្រាប់ដោយខ្លួនឯងដែលព្រលឹងសម្រាប់ទាំងអស់នោះគឺវាបានសម្រាប់គ្នាទៅវិញទៅមកបើសិនជាបេះដូងវ៉ាងលីនមិនរឹងមាំខ្លាចតែវ៉ាងលីនអាចនឹងដូចជាពួកគេអញ្ចឹងខ្លាចទៅជាព្រលឹងសម្រាប់ដែលជាប់កាំងនៅទីនោះឬគេហៅភាសាមួយយ៉ាងទៀតថាអមតៈស៊ូមប៊ីគឺជាអាទិទេពដែលស្លាប់ហើយរស់ឡើងវិញស្លាប់ហើយរស់ឡើងវិញតែរស់តម្រង់ជាខ្មោចអានឹងគេហៅថាស៊ូមប៊ីហើយកន្លែងនេះដែរគឺអាចចូលបានមិនអាចចេញបាននោះទេអញ្ចឹងក៏បានសួរវ៉ាងលីនបញ្ជាក់តែចូលព្រមចូលទៅទីនេះដែរឬក៏អត់វ៉ាងលីនមិនបានសួរសាញអ្វីច្រើននោះទេក៏បានចូលទៅក្នុងតែម្ដងខែភ្នែករបស់ឆ្មាំគុំម្នាក់នេះដូចជាប្រែប្រួលភ្លាមច្រកនោះក៏បានបិទវិញវ៉ាងលីនក៏ចាប់ផ្ដើមកើតអំពីកន្លែងដែលបានចិញ្ចឹមនៃដាអធិរាជទីនោះពោពេញតែដោយខ្មោចស៊ូមប៊ីជាច្រើនហើយនៅខាងមុខដូចជាមាននៅក្បួនវេទមន្តអ្វីម្យ៉ាងវាក៏ចាប់ផ្ដើមដំណើរការនៅពេលដែលវាដំណើរការក៏បានដាស់ឡើងនៅស៊ូមប៊ីដែលបានស្លាប់ទៅឲ្យមានជីវិតឡើងវិញវាក៏ពោពេញទៅដោយចំហាយពីខៀនវ៉ាងលីនគឺបែបនេះគឺថាមិនស្រួលក៏បានបើកនៅខែការពារណាពេលនោះក៏ស៊ូមប៊ីទាំងអស់នោះក៏បានបើកនៅការវិភាគសម្រាប់គ្នាឯងទៅវិញទៅមកយ៉ាងព្រៃផ្សាយជាទីបំផុតវ៉ាងលីនសម្លឹងមើលមួយសន្ទុះស៊ូមប៊ីមួយក្បាលនោះក៏បានឈ្មោះមករកគាត់ជំនួសវិញគឺបែបនេះក៏បានលើកដៃដើម្បីចាត់ការវាតែម្ដងប្រើប្រាស់នៅវិជាគុណពីខៀនរបស់ខ្លួនដើម្បីទប់ទល់ជំនឿពួកវាមិនខ្លាំងនោះទេតែអ្វីដែលគួរខ្លាចគឺពួកវាមិនចេះស្លាប់ដែលកើតហើយងាប់ហើយគឺរស់ឡើងវិញម្ដងទៀតវ៉ាងលីនក៏បានស្រូបនៅចំហាយពិឃាតចេញពីរាងកាយឬក៏ឈាមរបស់វាដែលបានសម្លាប់បំបញ្ញមែននេះដើម្បីប្រមូលផ្ដុំជួយទៅក្នុងវិជាគុណរបស់ខ្លួនក៏ប៉ុន្តែគាត់មិនអាចរួមបញ្ចូលវាបានទៅជោគជ័យនោះទេគាត់ក៏ចាប់ផ្ដើមគិតថាតិចលោកដោយសម្ដីដែលព្រះរាជាឆ្មាំគុកនោះបាននិយាយដោយសារតែការសម្លាប់ឬក៏ឈាមរបស់គាត់ដែលទទួលបានពីមនុស្សទាំងអស់នេះមិនទាន់គ្រប់គ្រាន់នៅឡើយពួកវាក៏បានឈ្មោះរោសាវ៉ាងលីនសាជាថ្មីគាត់ក៏បានសម្លាប់វាជាលើកទី2ដោយសារតែបរិមាណយ៉ាងច្រើនគាត់អាចត្រូវចំណាយពេលបន្តិចដើម្បីសម្លាប់ពួកវាម្ដងមួយក្បាលលើកនៅដាវប្រហារគ្មានប្រណីពុស្ទូក្រោយមកក៏វាក៏បានព្រួតគ្នាក្តោបទៅលើវ៉ាងលីនតែម្នាក់ឯងតែនៅតែមិនអាចធ្វើអ្វីវ៉ាងលីនបានដដែលក៏បន្តស្រូបនៅចំហាយពិឃាតចេញពីលិខិតរបស់វា
រៀងកាយពួកវាគឺច្រើនខ្លាំងមែនទែនមិនដឹងថាមកពីណីខ្លះនោះទេសម្រាប់ពួកវាដល់ទៅ3លោក3លើកគាត់មានអារម្មណ៍ថានៅតែមិនត្រឹមត្រូវឡើយដូចជាមានអ្វីខុសប្រក្រតីវិធីក្នុងការបំលែងនៅឈាមទៅជាធម្មពលពីឃាតរបស់គាត់នៅតែបរាជ័យដដែលគាត់ពិតជាមានការងើយឆ្ងល់ជាខ្លាំងបានលឿនក៏បានចាត់ការនៅ zombie មកក្បាលផ្សេងទៀតបាត់ដែលយើងធន់ចំបាច់រាងកាយរបស់វាជាពេលយើងយូរក៏ធ្វើឲ្យវ៉ាងលឿនក្អួតឈាមបន្តិចទៅគាត់ក៏បានឃើញនៅអមតៈ zombie មកក្បាលទៀតដែលឈរនៅលើអាកាសកម្រិតនៃការវឹកហាត់គឺមិនទាន់អាចបានស្មានបានដឹងនៅឡើយនោះទេវាក៏បានលើកនៅផ្លែដើមមួយឆ្ពោះទៅរកវ៉ាងលឿនគាត់ក៏បានលើកដៃរបស់ខ្លួនយ៉ាងធំប្រមូលផ្ដុំនៅធម្មពលពីគៀនផ្លែដើមទាំងពីរក៏បានប៉ះគ្នារំជួយពេញទីនោះតែបើជាធ្វើឲ្យដើរនៅក្នុងដីរបស់វ៉ាងលឿនរបូតទៅមកខាងគាត់មានអារម្មណ៍ថាអាប៉ែនេះគឺមិនខ្សោយនោះទេតែហេតុអីបានជាវាបានជាប់គាំងនៅទីនេះអញ្ចឹងសង្ស័យតែអាចមានអ្វីដែលខ្លាំងក្លាជាងវាទៅទៀតគណៈពេលនោះដែរក៏ច្រកលំហូរក៏បានបើកឡើងនាគប្រាក់មួយក្បាលក៏បានបង្ហាញខ្លួនធ្វើឲ្យវ៉ាងលឿនព្យាបាលជាខ្លាំងហេតុអីក៏កម្លាំងរបស់វាខ្លាំងដល់ថ្នាក់នេះនេះក៏បានហោះឆ្វែលចុះឡើងបន្តិចបញ្ចេញសម្រាយស្រូបនៅចំហាយពីឃាតគឺជាលហិតដែលចេញពីរាងកាយនៃព្រលឹងទាំងអស់នោះដែលបានស្លាប់ទៅចំណែកអមតៈម្នាក់នោះក៏បានលើកនៅផ្លែដែករបស់ខ្លួនដើម្បីវិបំបាយចេញទៅខាងក្រៅចាក់ចេញពីច្រកលំហនោះតែអបិយោនោះទេក៏ទុយយ៉ាងធំក៏បានចូលមករៀងបំពងរាងកាយរបស់គាត់ឲ្យធ្លាក់ទៅខាងក្រោមវិញបាត់ទៅធ្វើពេលនេះមានការងើយឆ្ងល់ខ្លាំងណាស់ហើយក៏បានដឹងនៅការពិតផងដែរអញ្ចឹងទៅបានជាពួកគេមិនអាចចាក់ចេញពីទីនេះនោះមានន័យថាសម្ដីដែលឆ្មាំកុកនោះនិយាយគឺជាការពិតចង់ចាក់ចេញពីទីនេះគឺត្រូវឆ្លងកាត់នៅនាគប្រាក់ឬក៏អធិរាជអ៊ីដាវអធិរាជនេះជាមុនសិនទៅកម្លាំងរបស់វាគឺមិនខ្សោយនោះទេបើសិនជាគាត់ប្រឈមមុខមួយទល់នឹងមួយគឺមិនអាចយកឈ្នះវាបាននោះឡើយនេះនោះក៏បានចាក់ចេញទៅវិញបាននេះក៏ចាប់ផ្ដើមទៅការវឹកហាត់បន្តទៀតគាត់មានតែរងចាំនៅព្រលឹងទាំងអស់នោះសម្រាប់គ្នាទៅវិញទៅមកតែប៉ុណ្ណោះហើយព្រលឹងទាំងអស់នេះដែរគឺជាប្រភពនៃការចិញ្ចឹមនៃដាវអធិរាជនោះផងដែរបាននេះជាយាមសិក្សាជាពេលកន្លងទៅមិនដឹងថាប្រហែលថ្ងៃប្រហែលខែនោះទេគាត់នៅតែមិនយល់អំពីដំណើរការរបស់វានៅឡើយនៅពេលដែលក្បួនវេទមន្តនោះបានដំណើរការព្រលឹងនៃខ្មៅ zombie ទាំងអស់នោះក៏បានរស់ឡើងសារជាថ្មីម្ដងទៀតតែព្រលឹងទាំងអស់នេះជាប់កែងនៅទីនេះរាប់ឆ្នាំទៅហើយព្រលឹងគិតថាមើលទៅមានតែសម្រាប់នៅតាឈឹងខ្ញុំមិនដឹងថាសម្ដៅទៅលើអ្វីនោះទេអសរនៅលើក្បួនវេទមន្តនោះក៏បានចាប់ផ្ដើមដំណើរការពួកគេក៏បានសម្រាប់គ្នាទៅវិញទៅមកសារជាថ្មីម្ដងហើយម្ដងទៀតព្រលឹងក៏បានចូលរួមចំណាយសម្រាប់ពួកគេផងដែរតែពួកគេមិនអាចប៉ះពាល់វ៉ាងលឿនបាននោះឡើយវ៉ាងលឿនបើកនៅការប្រជុំយ៉ាងខ្លាំងជាមួយនឹងអមតៈម្នាក់នោះវាថែមទាំងចង់សម្រាប់វ៉ាងលឿនថែមទៀតនៅពេលដែលប៉ះគ្នាក៏ស្រាប់តែជ្រុលមកនោះក៏បានបើកឡើងសារជាថ្មីនាគប្រាក់ដដែលដែលតំណាងឲ្យដាវអធិរាជនោះក៏បានលេចឡើងមកម្ដងទៀតផងដែរអញ្ចឹងអមតៈម្នាក់នោះគឺគាត់ចង់ចាក់ចេញពីទីនេះតែប៉ុណ្ណោះមិនចង់សម្លាប់គ្នាជាមួយនឹងអ្នកណានោះទេអញ្ចឹងគាត់ក៏ទៅទប់ទល់ដោយប្រើប្រាស់នៅស្នៀតរបស់ខ្លួនវាបណ្ដាក៏រកខាត់ដើម្បីរត់គេពីទីនោះបណ្ដាតែអត់ប្រយោជន៍ដាវនោះក៏បានទម្លុះនៅរាងកាយរបស់គាត់ឲ្យធ្លាក់ទៅខាងក្រោមអញ្ចឹងគាត់ក៏ជា zombie ដែលបានស្លាប់ជាច្រើនលើកជាច្រើនសារនៅទីនេះដូចគ្នាហើយនេះនោះក៏បានចាក់ចេញទៅដែលមិនទាន់បានធ្វើអ្វីវ៉ាងលឿននោះទេគូនវេទមន្តនោះក៏ចាប់ផ្ដើមដំណើរការម្ដងហើយម្ដងទៀតដូចជាកលឿននៃនីលកាអញ្ចឹងហើយការសម្លាប់គ្នាក៏នៅតែបន្តឥតឈប់ឈរហើយបន្ទាប់ពីការសម្លាប់នៅពេលដែលនាគនោះបង្ហាញខ្លួនធម្មពលលោហិតដែលចេញពីព្រលឹងដែលបានស្លាប់ទៅក៏បានសូបយកក្នុងមាត់របស់នាគនោះអ្វីដែលវ៉ាងលឿនបានកត់សម្គាល់សកម្មភាពគឺដដែលទាំងអស់ដែលគាត់គិតថាការស្លាប់ទាំងអស់នោះគឺបានចិញ្ចឹមនៅដាវអធិរាជហើយគាត់ក៏បានចងចាំនៅសម្ដីរបស់ព្រះចាដែលស្លៀកពាក់ឈុតសខ្ញុំមិនដឹងថាកន្លែងហ្នឹងគាត់ហៅថាជាអ្វីនោះទេដឹងថាគឺជាអ្នកដែលបានផ្ដល់នៅវិជ្ជាគុណអមតៈឲ្យវ៉ាងលឿននឹងឯងហើយគាត់ក៏បាននិយាយអំពីវិជ្ជាគុណដែលវ៉ាងលឿនទទួលបានតាក់ទងទៅនឹងការស្លាប់ហើយនឹងការរស់ឡើងវិញវ៉ាងលឿនក៏បានយល់គាត់ក៏មានការភ្ញាក់ផ្អើលដូចគ្នាដែលគ្មានអ្វីទៅឆ្ងល់នោះទេមានន័យថាការប្រើប្រាស់នៅជីវិតរបស់អ្នកដទៃតាមរយៈការស្លាប់ដើម្បីចម្រាញ់នូវភាពរឹងមាំរបស់ខ្លួនទីមួយគឺការស្លាប់ទីពីរគឺការរស់ឡើងវិញទាល់តែមានការស្លាប់ហើយការរស់ទើបឲ្យបង្កើតនូវភាពរឹងមាំចេញពីវាបានវ៉ាងលឿនយល់ហើយនឹងក៏បានបញ្ចេញនូវវិជ្ជាគុណពីគិតរបស់ខ្លួនដើម្បីសម្លាប់នៅព្រលឹងទាំងអស់នោះព្រលឹងខ្លាំងក៏និយាយទៀតថាទីបំផុតខ្ញុំអាចចាក់ចេញពីទីនេះបានហើយវ៉ាងលឿនក៏ចាប់ផ្ដើមសម្លាប់ពួកគេយ៉ាងរង្គាលដែលប្រើប្រាស់នូវវិជ្ជាគុណសម្រាប់របស់ខ្លួនបន្ទាប់ពីសម្លាប់ពួកគេហើយធម្មពលទាំងអស់នោះក៏បានប្រមូលផ្ដុំគ្នាឡើងទៅលើអាកាសក៏ធ្វើឲ្យអមតៈម្នាក់នោះមានការភ្ញាក់ផ្អើលខ្លាំងមែនទែនមិននឹកស្មានថាវ៉ាងលឿនអាចប្រើប្រាស់នៅអាងលោហិតដើម្បីប្រើប្រាស់ខ្លួនឯងបានបែបនេះនោះទេវ៉ាងលឿនក៏បានប្រាប់ថានេះគឺជាកលឹះនៃការវឹកហាត់នៅជាគុណសម្លាប់តាក់ទងទៅនឹងផ្លូវនៃការស្លាប់រស់តែវាគិតថាវិធីរបស់វ៉ាងលឿនគឺគ្មានប្រយោជន៍នោះទេគណៈពេលដែលដាវអធិរាជកំពុងតែមកដល់ច្រកលំហនោះក៏បានបើកឡើងសារជាថ្មីហើយវ៉ាងលឿនក៏មិនអាចចាក់ចេញពីទីនេះបានដែរនេះនោះក៏បានឃើញវ៉ាងលឿនកំពុងតែស្រូបនៅអាងលោហិត
ចូលទៅក្នុងរាងកាយវាក៏បានចូលទៅចាត់ការតែម្ដងវ៉ាងលឿនក៏បានប្រើប្រាស់នៅស្នេហ៍ពិសេសមួយសុទ្ធតែជាស្នេហ៍សម្លាប់ទាំងអស់ពង្រីកនៅដៃជាចង្ធំលើកនឹងម្រាមដៃពីរបាញ់ទៅខាងមុខប៉ះជាមួយនឹងធម្មពលរបស់នាគនោះក៏ត្រូវបានវ៉ាងលឿនបំផ្លាញចោលភ្លាមវាព្យាយាមរៀងវ៉ាងលឿនតែវ៉ាងលឿនក៏បានរត់ទៅម្ខាងបានដោយជោគជ័យអមតម្នាក់នោះមានការងឿងឆ្ងល់ជាខ្លាំងហើយក៏ប្រាប់ទីថាគ្មានណាអាចបញ្ឈប់នៅដាវអធិរាជបាននោះទេវ៉ាងលឿនក៏ចាប់ផ្ដើមប្រើប្រាស់នៅវិជាគុណបន្ទាប់ទេនោះគឺជាការចាប់កំណើនទី1គឺការស្លាប់ទី2គឺការចាប់កំណើនខណៈពេលនោះក៏ផ្លែដាវជាច្រើនក៏បានឈ្មោះទៅរកវ៉ាងលឿនដូចជាភ្លៀងអញ្ចឹងក៏បានប្រមូលផ្ដុំនៃធម្មពលនោះបញ្ចូលគ្នាចូលទៅក្នុងរាងកាយដូចជាអាវក្រហើយក៏បានបន្តដំណើរឆ្ពោះទៅខាងមុខដែលរាងកាយរបស់គាត់ពិតជារឹងមាំដែលអាចទប់ទល់ជាមួយនឹងដាវទាំងអស់នោះបានក៏បានចូលចង្កៀកនៃច្រកលំហនោះអមតាមនេះនោះកាន់តែមានការវាអល់នឹកស្មានថាវ៉ាងលឿនអាចទប់ទល់ជាមួយនឹងដាវអធិរាជបាននោះទេខណៈពេលវ៉ាងលឿនរត់គេចកាន់តែគៀកមែនទែនហើយនឹងក៏ធម្មពលមួយក៏បានហោះឆ្វែលក៏បន្តិចគាត់នៅតែអាចគេចផុតបានដោយជោគជ័យហើយបរិមនេះនោះក៏បានស្រែកឲ្យសូមវ៉ាងលឿននឹងជួយខ្លួនផងវ៉ាងលឿនបានត្រឹមតែនិយាយពាក្យ goodbye តែប៉ុណ្ណោះហើយក៏បានចាក់ចេញពីទីនោះបានដោយជោគជ័យធ្វើឲ្យនាគនោះពិតខឹងជាខ្លាំងហើយក៏បានដេញតាមវ៉ាងលឿនដើម្បីស្វែងរកជើងងាកមើលដាវអធិរាជដែលនៅខាងក្រៅវិញម្ដងវាក៏ដូចជាកំរោលចូលមិនម្ដងនោះទេធម្មពលក៏បានផ្ទុះសាយភីពេញទីនោះអមតម្នាក់នឹងមានការងឿងឆ្ងល់ដូចជាមានអ្វីខុសប្រក្រតីបានជាធ្វើឲ្យដាវអធិរាជនឹងខឹងសម្បាដល់ថ្នាក់នេះដែលនោះក៏បានហោះចេញពីកន្លែងរបស់ខ្លួនដើម្បីទៅរកវ៉ាងលឿនឆ្លងកាត់ទីក្រុងមួយនោះជាច្រើនក៏បាននិយាយអំពីអំណាចនៃធម្មពលនៃព្រលឹងរាប់លានដែលផ្ទុកក្នុងដាវនេះវាពិតជាខ្លាំងក្លាហើយបារម្ភអ្នកទីខ្ញុំមិនដឹងថាឈ្មោះអ្វីនោះទេក៏បានសួរទៅកាន់កូនចៅរបស់ខ្លួនអំពីមហិទ្ធិឫទ្ធិនៃដាវនេះតើវាខ្លាំងប៉ុណ្ណាវាក៏ប្រាប់ទៀតថាដាវនេះមិនទៀបជាងដាវរបស់លោកម្ចាស់នោះទេតែគូគឺជាអ្នកដែលបានពាក់ស្រោមមកចំណែកមេតបម្នាក់ទៀតក៏ចាំអារម្មណ៍ពីទិសដៅនៃដាវនេះគាត់មានការសង្ស័យតែដាវនេះកំពុងតែឆ្ពោះទៅកាន់វ៉ាងលឿនទេតើតែគាត់គិតថាការហ្វឹកហាត់របស់វ៉ាងលឿនគឺនៅទីបនៅឡើយថាហេតុអីបានជាអាចតាក់ទាញនៅដាវអធិរាជនេះបានគាត់គិតថាប្រហែលជាគាត់គិតច្រើនប្រយហើយជាងឃើញថាវ៉ាងលឿនដោយទៅរបួសយ៉ាងធ្ងន់ធ្ងរក៏បានបញ្ញាប់ចាក់ចេញពីទីនោះកំពុងតែដើរតាមផ្លូវដើម្បីចាក់ចេញនោះក៏ឆ្មាំគុកនោះក៏បានចូលមករាំងផ្លូវគាត់ក៏ប្រាប់ទៀតថាអញកំពុងចាក់ចេញទៅអីបើមិនដូច្នេះឯងនឹងត្រូវស្លាប់មិនខាននោះទេហើយវាគិតនឹងចិត្តទៀតថាវាមិនចង់មកពាក់ព័ន្ធជាមួយនឹងវ៉ាងលឿននោះទេហើយបើសិនជាវ៉ាងលឿនជួបជាមួយនឹងដាវនោះប្រកាសជាជួបបញ្ហាធំអញ្ចឹងវាក៏បាននាំវ៉ាងលឿនទៅកាន់កន្លែងមួយផ្សេងទៀតខណៈពេលនោះគុកទាំងមូលត្រូវបានបំផ្លាញដោយដាវអធិរាជហោះចុះហោះឡើងកំទេចនៅគុកនោះចោលវាកំពុងតែស្វែងរកវ៉ាងលឿននៅតែរកមិនឃើញនៅឡើយវ៉ាងលឿនក៏បានគេចមកដល់កន្លែងមួយទៀតហើយឆ្មាំគុកនោះក៏បានដាស់តឿនប្រាប់លឿនទៀតថាកុំភ្លេចសន្យារបស់ខ្លួនឯសគុកក៏បានយកព្រមចាក់ចែងទៅដែលនោះបានស្វែងរកវ៉ាងលឿនពេញទីក្រុងកំទេចនៅផ្ទះនៅក្នុងនោះថែមទៀតផងក៏នៅតែមិនបានសម្លាប់មនុស្សនោះទេកំហឹងរបស់វាកើនឡើងកាន់តែខ្លាំងក្លាមេធំអ្នកទីគឺនៅមិនសុខនោះទេវ៉ាងលឿនក៏បានមកជួបជាមួយនឹងគាត់ហើយគាត់ក៏បានណែនាំផ្លូវមួយកន្លែងដើម្បីឲ្យវ៉ាងលឿនរួចគេចខ្លួនផងដែរដូចជាលាក់ខ្លួននៅក្នុងរូងភ្នំមួយកន្លែងអញ្ចឹងគាត់ដឹងច្បាស់ណាស់ថាដាវនោះគឺកំពុងតែមករកវ៉ាងលឿនវ៉ាងលឿនកំពុងតែបន្តទៅការហ្វឹកហាត់នៅក្នុងគុជអមតៈធានីរបស់ខ្លួនដាវនោះកំពុងតែឈួតជ្រូកមែនទែនហើយវាកំទេចនៅផ្ទះនៅក្នុងទីក្រុងបំផ្លាញទៅបំផ្លាញមកព្រោះតែរកវ៉ាងលឿនមិនឃើញវ៉ាងលឿនក៏បានប្រើប្រាស់នៅចំហាយពិឃាតដែលបានសម្លាប់ពីពលឹងទាំងអស់នោះសរុបទាំងអស់គឺ3792គឺជាដង្ហើមពិឃាតយ៉ាងខ្លាំងក្លាចេញពីរាងកាយ zombie ទាំងអស់នោះទីបំផុតគាត់ទទួលបានជោគជ័យហើយតែគូសរសៃសាច់រឿងរបស់យើងក៏ស្រាយទៅប៉ុណ្ណេះបើសិនជាមានកំហុសខុសឆ្គងអីក៏សូមអធិស្ឋានផង